អាមេរិកដឹកពូជជ្រូកនិងទឹកកាមគោក្របីចូលទីផ្សាររបស់ចិនជ្រូករបស់វិជ្ជបណ្ឌិតម៉ៃលីមុនដែលជ្រូកនីមួយៗមានតម្លៃចន្លោះពី$2,500 ទៅ$5,000ត្រូវបានគេសន្មតថានៅលើយន្តហោះដឹកឆ្ពោះទៅទីក្រុងហាងជូវប្រទេសចិននេះបើយោងតាមការផ្សាយចេញពីអង្គភាព Reuters នៅថ្ងៃទី22ខែឧសភានេះផ្ទុយទៅវិញមនុស្សជាច្រើនបានទៅកន្លែងសត្វតាក់ឃាតក្នុងរដ្ឋ Indiana ក្នុងតម្លៃតិចជាង$200ក្នុងតម្លៃជ្រូកមួយក្បាលបន្ទាប់ពីអ្នកទិញចិនបានលុបចោលការទិញក្នុងរយៈពេលមួយសប្តាហ៍នៅប្រទេសចិនស្របពេលកំពុងសងសឹកប្រឆាំងនឹងពន្ធសហរដ្ឋអាមេរិកប្រទេសចិនគឺជាអ្នកនាំចូលដ៏ធំបំផុតនៃជ្រូកចិញ្ចឹមរបស់អាមេរិកនិងសម្ភារៈហ្សែនរបស់សត្វផ្សេងទៀតដូចជាទឹកកាមគោក្របីទីផ្សារនាំចេញពិសេសដែលរកកម្រៃទាំងនេះបាននឹងកំពុងកើនឡើងប៉ុន្តែត្រូវបានស្ងួតហួតហែងចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចាប់ផ្ដើមធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំងទោះបីជាទីក្រុង Washington និងទីក្រុងប៉េកាំងបានយល់ព្រមផ្អាកការយកពន្ធកាលពីសប្តាហ៍មុនក៏ដោយក៏អ្នកនាំចេញបានទទូចថាគោលនយោបាយពាណិជ្ជកម្មដែលមិនអាចទាយទុកជាមុនបានរបស់លោក Trump បានបណ្ដាលឲ្យក្រុមហ៊ុនរបស់ពួកគេខូចខាតរយៈពេលវែងហើយអាចលើកទឹកចិត្តប្រទេសចិននិងអ្នកទិញសំខាន់ៗផ្សេងទៀតឲ្យងាកទៅរកគូប្រជែងបរទេសដូចជាប្រទេសដាណាម៉ាកយ៉ាងណាក៏ដោយលោក Lemon ដែលជាពេទ្យសត្វរដ្ឋ Indiana និងជាម្ចាស់កសិដ្ឋានបានលក់ជ្រូកទូទាំងប្រទេសអស់រយៈពេលជាង30ឆ្នាំមកហើយលោកបានចំណាយពេលជាង1ឆ្នាំដើម្បីធ្វើការលក់ជ្រូកពូជចំនួន$2.4 លានទៅប្រទេសចិនលោកបានកត់សម្គាល់ថាពួកវាត្រូវបានបង្កាត់យ៉ាងយកចិត្តទុកដាក់សម្រាប់សុខភាពល្អទំហំនិងខ្លាញ់ខ្ពស់ដែលនាំឲ្យសាច់មានរសជាតិយ៉ាងសម្បូរបែបនិងទន់ល្វើយពេលចម្អិន